សម្ដេចធិបតីហ៊ុនម៉ាណែតកំពុងប៉ោងបញ្ហាព្រំដែនកម្ពុជាថៃដោយព័ត៌មានមិនពិតសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្ញើសារខ្លីមួយតាមបណ្ដាញសង្គមពីទីក្រុងនីសប្រទេសបារាំងបន្ទាប់ពីក្រសួងការពារជាតិបានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់អំពីជំហរយ៉ាងច្បាស់លាស់របស់កងទ័ពកម្ពុជាព្រំដែនកម្ពុជាថៃសម្ដេចធិបតីហ៊ុនម៉ាណែតបញ្ជាក់ថារាជរដ្ឋាភិបាលបន្តរក្សាជំហរសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែងខណ្ឌសីមានិងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ដោយប្រើប្រាស់យុទ្ធការគណៈកម្មការព្រំដែនចម្រុះ JBC កម្ពុជាថៃជាសេនាធិការដោយឈរលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរជាពិសេស MOU ឆ្នាំ2020និងច្បាប់អន្តរជាតិរួមទាំងយុទ្ធការតុលាការយុត្តិធម៌អន្តរជាតិ ICJ ក្នុងករណីចាំបាច់ដូចជាករណីប្រាសាទតាមុនធំប្រាសាទតាមុនតូចប្រាសាទតាកបីនិងតំបន់មុំ3រាជរដ្ឋាភិបាលក៏នឹងបន្តរក្សាទំនាក់ទំនងរវាងប្រទេសទាំងពីរតាមរយៈគ្រប់យុទ្ធការដែលមានស្រាប់ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរកម្ពុជាថៃផងដែរជាមួយគ្នានេះសម្ដេចធិបតីហ៊ុនម៉ាណែតបានអំពាវនាវឲ្យបណ្ដាញសារព័ត៌មាននិងប្រជាពលរដ្ឋទាំងអស់រក្សាភាពស្ងៀមស្ងាត់និងសូមជឿទុកចិត្តលើរាជរដ្ឋាភិបាលនិងកងទ័ពកម្ពុជាក្នុងការការពារបូរណភាពទឹកដីនិងឧត្តមប្រយោជន៍ជាតិខ្មែរក្រៅពីនេះសូមជៀសវាងការបង្កើតឬចែកចាយព័ត៌មានមិនច្បាស់លាស់ណាមួយដែលនាំឲ្យមានការយល់ច្រឡំនិងនាំឲ្យបំផង់សភាពការលើពីការពិតដែលអាចពង្រីកបញ្ហាទៅជាជម្លោះរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរសូមជម្រាបថាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបានអញ្ជើញចូលរួមសន្និសីទរបស់ UN ស្តីពីមហាសមុទ្រលើកទី3នៅប្រទេសបារាំងរយៈពេល3ថ្ងៃចាប់ពីថ្ងៃទី9ដល់11ខែមិថុនា